កម្ពុជាសម្រាប់ដាក់បណ្ដឹងបញ្ហារដ្ឋបនរសពទាំង4ទៅតុលាការ ICJ នៅថ្ងៃ10 មិថុនាចំថ្ងៃខួប63ឆ្នាំកម្ពុជាឈ្នះក្តីប្រាសាទព្រះវិហារនៅថ្ងៃទី13ខែមិថុនាឆ្នាំ2025កន្លងទៅនេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានមានប្រសាសន៍ឲ្យបានដឹងថានៅថ្ងៃទី14មិថុនាឆ្នាំ2025នេះគណៈកម្មការព្រំដែនចម្រុះ JBC កម្ពុជាថៃនឹងជួបប្រជុំគ្នាក្រោយពីខកខានមិនបានប្រជុំអស់រយៈពេល12ឆ្នាំគណៈភាគីកម្ពុជានៅរងចាំការបញ្ជាក់ជំហររបស់ភាគីថៃក្នុងកិច្ចប្រជុំ JBC ថ្ងៃទី14នេះថាតើថៃនឹងចូលរួមជាមួយកម្ពុជាក្នុងការយកបញ្ហានៅតំបន់ទាំង4នេះទៅតុលាការយុត្តិធម៌អន្តរជាតិឬទេក្នុងនោះសម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ជូនបងប្អូនរួមជាតិសារជាថ្ងៃថៃបើទោះបីជាភាគីថៃមិនព្រមឬមិនផ្ដល់ចម្លើយកម្ពុជានឹងប្តឹងជាឯកតភាគីទៅ ICJ នៅតំបន់ទាំង4នេះដែលក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិនឹងបញ្ជូនលិខិតជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិនៅថ្ងៃអាទិត្យទី15មិថុនាស្អែកនេះសូមបញ្ជាក់ផងដែរថាការដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិនៅថ្ងៃស្អែកនេះគឺត្រូវនឹងថ្ងៃខួបលើកទី63ដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាសម្រេចឲ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ15មិថុនា1962ដល់15មិថុនា2025គួរជម្រាបជូនថាបន្ទាប់ពីរងនៅការឈ្លានពាននិងចំនួនទាក់ទងនឹងប្រាសាទព្រះវិហារនិងក្រោយពីដំណើរការដោះស្រាយចំនួនតាមផ្លូវទូតត្រូវទទួលបរាជ័យកម្ពុជាបានដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាដើម្បីស្នើសុំឲ្យតុលាការប្រគល់អធិបតេយ្យដែនដីលើប្រាសាទព្រះវិហារមកឯកម្ពុជាជាលទ្ធផលក្រមព្រះរាជបូជនីយកិច្ចយ៉ាងស្វិតស្វាញជាទីបំផុតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រខ្មែរព្រះបរមរតនកោដ្ឋនៅថ្ងៃទី15មិថុនាឆ្នាំ1962តុលាការយុត្តិធម៌អន្តរជាតិបានប្រកាសសាលាក្រមសម្រេចថា1ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីដែលស្ថិតនៅក្រោមអធិបតេយ្យរបស់កម្ពុជា2ថៃត្រូវតែដកកងទ័ពប៉ូលីសឬឆ្មាំផ្សេងទៀតដែលឈរជើងនៅក្នុងប្រាសាទនិងជុំវិញប្រាសាទក្នុងដែនដីរបស់កម្ពុជា3ថៃត្រូវតែប្រគល់នៅរាល់វត្ថុបុរាណដែលថៃបានយកចេញពីប្រាសាទព្រះវិហារឬពីតំបន់ប្រាសាទក្នុងអំឡុងពេលដែលថៃកាន់កាប់ប្រាសាទចាប់តាំងពីឆ្នាំ1954មកឲ្យកម្ពុជាវិញសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាសូមកុំភ្លេចជួយចុច like និង subscribe channel ខ្ញុំផងដើម្បីទទួលបាននូវវីដេអូថ្មីៗរៀងរាល់ថ្ងៃ